ជំរាបសួរលោកគ្រូអ្នកគ្រូចាំថ្ងៃនេះផងដែរខ្ញុំមិនតែរំលែកលោកគ្រូអ្នកគ្រូទៀតហើយអំពីរបៀបនៃការបង្កើតវីដេអូដោយប្រើ Canva វិញម្ដងដោយសារតែវាងាយស្រួលសម្រាប់ឲ្យយើងយកទៅបង្រៀនកូនសិស្សយើងជាដំបូងយើងបើកលើ Google Chrome ហើយយើងវាយពាក្យថា Canva មកលោកគ្រូអ្នកគ្រូបាទដូចខ្ញុំបង្ហាញនៅក្រុងអញ្ចឹងយើង enter ហើយយើងមានផ្ទាំងបែបនេះអញ្ចឹងយើងចុចលើផ្ទាំងដែលខ្ញុំបានបង្ហាញហ្នឹងហើយបន្តមកទៀតវាឲ្យយើងធ្វើការជាមួយនឹង login ឬក៏ sign up account បើយើងថ្មីយើងប្រើពាក្យថា sign up អញ្ចឹងលោកគ្រូបាទហើយយើងទៅរើសជាមួយ Gmail របស់យើងដែលយើងចង់ភ្ជាប់ជាមួយមកអញ្ចឹងខ្ញុំអត់ភ្ជាប់ជាមួយ Gmail ខ្ញុំទេលោកគ្រូដោយសារតែខ្ញុំធ្លាប់បានភ្ជាប់ហើយអញ្ចឹងបើសិនជាលោកគ្រូអត់តន់ភ្ជាប់ទេធ្វើតាមរបៀបខ្ញុំណែនាំនោះមកអញ្ចឹងបន្ទាប់ពីយើងភ្ជាប់ហើយវាលោតផ្ទាំងបែបនេះអញ្ចឹងទាំងអស់ហ្នឹងគឺជាមុខងារដែលយើងត្រូវប្រើក្នុងការនៅលើ Canva វាមានច្រើនលោកគ្រូប៉ុន្តែសូមបញ្ជាក់បន្តិចមុខងារហ្នឹងគឺវា free ប៉ុន្តែធាតុនៅក្នុងហ្នឹងខ្លះពេលខ្លះវាអត់ free យើងទេដូចជាការបង្កើតវីដេអូអញ្ចឹងគឺវាទាមទារ account education ឬ account pro ទើបអាចបង្កើតបានលោកគ្រូអញ្ចឹងaccount education ហ្នឹងវាមានតម្លៃសមរម្យទេឬក៏លោកគ្រូអាចស្នើបានក្នុងនាមជាគ្រូបង្រៀនអញ្ចឹងឥឡូវយើងចង់បង្កើតវីដេអូឥឡូវយើងចុចទៅលើ present មកដោយសារតែយើងចង់យកវីដេអូដាក់ក្នុង slide លោកគ្រូបាទអញ្ចឹងខ្ញុំយក present ហើយយើងចុចទៅ upload គឺយើង upload រូបណាដែលយើងចង់យកមកបង្កើតវីដេអូហ្នឹងឧទាហរណ៍ថាខ្ញុំបង្កើតទៅលើកញ្ចប់ណានរូបថតរូបភាពកញ្ចប់ណានណាឥឡូវយើងចុចកមក upload ហើយយើងទៅរករូបតើរូបណាដែលយើងចង់យកមកបង្កើតឧទាហរណ៍ថាមានរូបទាំងអស់ហ្នឹងយើងចង់ slide មួយណាបើ slide រូបហ្នឹងយើង create ទៅហើយយើងចុច open ទៅវានាំទៅ upload ឲ្យលោកគ្រូតែខ្ញុំអត់ upload ទេដោយសារតែរូបហ្នឹងខ្ញុំបាន upload រួចហើយបាទឥឡូវនេះឧទាហរណ៍ថារូបមួយនេះចុះបាទអញ្ចឹងរូបហ្នឹងខ្ញុំចុចលើវាមកអញ្ចឹងបន្ទាប់ពីបានរូបប៉ុណ្ណឹងលោកគ្រូឲ្យសេរីធំតូចតាមនឹងបានបាទហើយបន្ទាប់ពីបានហើយយើងចុចពាក្យកន្លែងថា edit ហ្នឹងយើងមើលកន្លែងនេះលោកគ្រូឃើញគេដាក់ថា image to video ឯងបាទលោកគ្រូចុចលើវាមកហើយវាមានពីរកន្លែងហ្នឹងគឺ smart និង custom ហើយវាអាច generate ឲ្យយើងបាន5 second ដែរបើសិនជាយើងចង់ឲ្យវីដេអូនឹងចេញតាមការដូចចិត្តយើងអាចសរសេរប្រមបន្ថែមបានកន្លែង custom តែបើអត់ចង់ទេយើងអាចយកកន្លែង smart ហើយយើងចុច generate មកអញ្ចឹងខ្ញុំយក smart លោកគ្រូដោយសារខ្ញុំចូលសរសេរប្រមចង់ដឹងថាវាបង្កើតបានល្អអត់ចឹងបាទឥឡូវហើយយើងចុចមើលលោកគ្រូអូខេអញ្ចឹងឃើញថាវាអាចយកទៅបរៀនកូនសិស្សយើងបានហើយលោកគ្រូបាទវាមានចលនាវាខ្លីទេ5 second បាទយើងមកបើកមុខងារកន្លែងនេះមួយទៀតក៏បានដែរបើសិនជាយើងចង់ចាក់ slide ទៅវាដើរអូតូរហូតលោកគ្រូបាទអូខេអញ្ចឹងឃើញថាវីដេអូអាចទទួលយកបានដែរឲ្យកូនសិស្សគាត់ចាប់អារម្មណ៍អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេលោកគ្រូអរគុណជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចចុច like និង subscribe អ្នកមួយផងណា